សូមស្វាគមន៍មកកាន់ភូមិខ្ញុំឆ្នាំនេះមកលេងសង្ក្រាន្តនៅភូមិខ្ញុំបងប្អូនបើថានៅខេត្តខ្ញុំនេះគេថានៅខេត្តសៀមរាបហើយឆ្នាំនេះគេថាសង្ក្រាន្តធំយកតែមែនទេណែហើយនេះមកដល់ភូមិខ្ញុំហើយនេះភូមិខ្ញុំគេទើបតាំងរៀបចំឡើងនេះគេថាអូយស្អាតយកតែមែនទេបងប្អូនក៏ដូចតែបងប្អូនបានឃើញមិញនេះគេថាមានតែមហាសេដ្ឋីមានអុយតែកណូនេះបងប្អូនហើយចូលឆ្នាំនេះគេថាគ្រប់ពេញលេងហើយបងប្អូនអើយឆ្នាំនេះពេញលេងហើយនៅខាងសៀមរាបរបស់ខ្ញុំនេះគេថាពេញលេងហើយបងប្អូនអត់មានម៉ាក់ទៅលើលីណាឆ្ងាយតែខ្ញុំគេថាដើរលេងដល់សៀមរាបភូខេត្តខ្ញុំនេះគេថាអូយគ្រប់ហើយឆ្នាំនេះទៅសារថាគេរៀបធំដុំយកតែមែនទេប្រទះពេលពីខកខានអស់រយៈពេលប្រហែលឆ្នាំនេះមកគឺថាចាប់ផ្ដើមរៀបនងណែគេថាធំយកតែមែនទេបងប្អូនក្រានឆ្នាំនេះគេថារៀបនៅខាងប្រាសាទអង្គរតូចបងប្អូនហើយជាមួយនឹងបឹងកាឡូហើយរៀបពីកន្លែងឯងបងប្អូនហើយនិយាយពីការរៀបរបស់គាត់វិញគេថាស្អាតយកតែមែនទេគេថាមានទូមានរទេសបុរាណយើងគេថាមានទាលំហែមើលទឹកមានផ្លូវដើរលើទឹកគេថាអូយច្រើនមែនទេដោយបងប្អូនបានឃើញឯងគេថានេះដែរជាមើលតែពាំងសេះបងប្អូនមើលតែពាំងសេះនៅខាងលិចអង្គរនេះឯងហើយក៏យើងក៏ថាមកមើលមួកជាមួយខ្ញុំបងប្អូនគេថាមើលមួកលក់បុរាណយើងជាមួយខ្ញុំតគ្នាថាមួកលក់បុរាណនេះគេថាធំយកតែមែនទេឯងបងប្អូនហើយជាពិសេសគេថាមាន1 2ប្រេះទេមាន2 3ប្រេះទេមាន4 5នោះភាសាច្រើនមែនទេហើយនេះរង្វង់នេះគេថាគេរៀបចំអត់ទាន់លើកទេអានេះកាន់តែធំជាងខ្ញុំថតមិញទៀតប៉ុន្តែក៏អត់ទាន់លើកទេរង្វង់នោះក៏រង្វង់មួកដែរបងប្អូនហើយបន្ទាប់ពីយើងដើរឆ្វែលមើលតែពាំងសេះមកគេថាដូចតែបានឃើញហើយបងប្អូនក្រុមការងារធ្វើឡើងស្អាតបដ ឯងហើយក៏ប៉ុន្តែឥឡូវនេះក៏ដល់ម៉ោងសម្រាប់របស់គាត់ហើយគាត់ចង់រឹងដេរៀងតែខ្លួនព្រាតឯងហើយបើនិយាយពីកន្លែងធ្វើនេះវិញបងប្អូនអើយគេថាក្តៅយកតែមែនទេឯងហើយអានេះក៏ដេញនុយគេដែរខ្ញុំអត់សូវស្គាល់ប្រហែលទេបងប្អូនមើលខ្លួនឯងត្រួសទៅបងប្អូនស្គាល់អត់ជួយខមមិនប្រាប់ខ្ញុំម្នាក់មួយហើយនេះគេថាគេធ្វើយកស្អាតតែមែនទេឯងបងប្អូនមានកញ្ចុះមានកតោមមានគេថាផ្ទះបុរាណយើងគេថាប្រើរសាស្លឹកថ្នោតទាំងអស់បងប្អូនហើយប្រើធ្វើពីលឹកថ្នោតធ្វើពីដើមថ្នោតអុយយើងនេះឯងហើយមកដល់កន្លែងនេះវិញគេថាកន្លែងនេះកន្លែងបដាល់បងប្អូនកន្លែងបដាល់ធ្លាក់ទឹកកន្លែងបដាល់ធ្លាក់ទឹកកាលប្រហែលឆ្នាំមុនគេថាធ្វើនៅកន្លែងនេះឯងហើយក៏ឆ្នាំនេះក៏ធ្វើនៅកន្លែងនេះអត់មានទេណាឆ្ងាយទេហើយតែនេះវិញគេថាជាកន្លែងប៉ុណ្ណឹងកង់ដោយបងប្អូនបានឃើញឯងគេថាបើខ្ញុំវិញជិះបានពីថាក់ទេតាមមើលទៅភ័យបាសទឹកជ្រូងហើយបងប្អូនហើយកចាយទឹកសឡោះហើយខ្ញុំមកដល់នេះគេថាជាមួយមិត្តភ័ក្តិហើយនឹងក្មួយ3នាក់4នាក់ណែមកគេថាមានអីទេគេថាដើរលំហែលេងព្រោះថាចូលឆ្នាំនេះលេងបានចូលចុះមកដល់នេះដេញអត់ទេបងប្អូនសារថាខ្ញុំជឿថាជាមនុស្សច្រើនយកតែមែនទេណែចុះហើយគេថាខ្ញុំមកមើលមុនបងប្អូនទៅទៀតណាហើយចុះខ្ញុំមកមើលមុនបងប្អូនក៏ខ្ញុំមិនអោយខកខានដែរគេថាបានថតឲ្យបងប្អូនមើលថាមានកលែងមានអុយខ្លះដែលគេធ្វើលេងនៅសង្ក្រាន្តនេះបងប្អូនហើយចុះហើយគេថាបងប្អូនមកមើលត្រួសជាមួយខ្ញុំតគ្នាកុំភ្លេចចូលវ័យបដាល់ធ្លាក់ទឹកជាមួយគ្នាបងប្អូនហើយមកដល់ត្រង់នេះវិញគេថាដើរថតគេថាជួបមិត្តភក្តិគេអ្នកជាងថតរូបនៅប្រាសាទអង្គរនេះឯងចុះហើយគេថាអត់កាមេរ៉ាគេថាខ្ចីកាមេរ៉ាគេធ្វើ style ទីទៅតាមពិតមានចេះថតអីទេ